រៀបការហើយអត់មានលុយផេថ្លៃ supplier ទេដោយសារតែចំណងដៃអត់គ្រប់ហើយព្យាយាមរត់រលុយឲ្យដោយលើកហេតុផលថាអត់មានលុយឲ្យទេព្រោះអីការនឹងខាតនៅពេលដែលគេសុំ payment គឺអត់មានឲ្យគេគឺនេះគឺជាងដែលខ្ញុំបានឮនឹងមើលវីដេអូល្ងាចមិញហ្នឹងដោយសារតែមានខាងបងនគរល្បីមួយនៅនិយាយទៅគាត់ល្បីគាត់ធ្វើស្អាតហើយគាត់ចេញទៅរោងតូចធំសូម្បីតែគាត់ក៏ជា role model របស់ខ្ញុំដែរបើសិនជាយើងពេញចិត្តនឹងទទួលសេវាកម្មពីគេធ្វើការឲ្យយើងគួរណា pay ទៅគេ 100% ករណីអត់ pay មានតែគាត់ធ្វើខុសអីទេប៉ុន្តែខ្ញុំមិនជឿថាគាត់ធ្វើខុសទេធម្មតាគឺមានលក្ខខណ្ឌនីមួយមានអីខំត្រូវមាន transaction អីខំត្រូវថាកក់មិនទៀតអីមិនទៀតរយហើយពាក្យដែលយើងមិនអាចទទួលបាននោះគឺពាក្យខ្ញុំមិនដឹងថាខ្ញុំនៅចុងមាត់របៀបថាវាតម្លៃលើការងារនោះថាស្រួលធំប៉ុណ្នេះធ្វើបានអញ្ចឹងណាការងារដែលគួរគឺប្រើគូក្បាលខ្លាំងណាស់អាចនិយាយបានថារវល់មកផ្ទះហ្មងបាទទោះបីជាសមាជិកគ្រួសារអត់រវល់ហ្នឹងក៏ដោយភ្លេចអីវ៉ាន់ភ្លេចអីក៏ត្រូវទៅបើកឃ្លាំងមកឲ្យដែរចាំមកខ្ញុំប្រាប់ទៀតខ្ញុំចេញវីដេអូទៀតធៀបការកំពឹងលើប្រាក់ចំណងដៃត្រូវរៀបតាមលទ្ធភាពរបស់យើងមាន5000 10000ទាំង20000រៀបតាមនោះទៅតទៅពេលអត់មានប្រាក់ឲ្យគេយើងទៅចែកលក្ខខណ្ឌជាមួយនឹងគេថាខ្ញុំខាតខ្ញុំមានលុយឲ្យឥឡូវខ្ញុំឲ្យប៉ុណ្ណេះផងអត់ទេខ្ញុំនិយាយតាមបទពិសោធន៍កូនកំមុំខ្លះគឺគាត់ថ្លៃថ្នូរខ្លាំងណាស់គ្រាន់តែចាប់ event ពុកគឺគាត់ clear payment តាំងពីហាងចុងភៅថតរូបកាហ្វេបងសំអាងនិយាយទៅគាត់មានមនុស្សម្នាក់ចាំ pay ហ្មងលីលីកេតការងារ payment ហ្នឹងឲ្យហ្មងអត់ចាំរាប់លុយចំណងដៃទេដោយសារតែគេមានលុយបំរុងទុកហើយមានតែ supplier ខ្លះដែលគាត់អត់ចង់យកលុយកូនកំមុំពីយប់ហ្នឹងដូចពេលខ្លះបងនិគួរពេលខ្លះបងសំអាយអត់ខ្ជិលអញ្ចឹងណាដល់ពេលស្អែកអីមិនគាត់ទៅ invoice អស់10000ទូទាត់នៅសល់2000 3000អីចឹងទៅខ្ញុំសុំនៅខាងខំត្រូវបើសិនជាយើងពេញចិត្តនឹងតម្លៃហ្នឹងសេវាហ្នឹងការងារទំហំប៉ុណ្ណឹងហើយ pay ឲ្យគេអស់ទៅកុំប្រើពាក្យថាយើងខាតគឺជារបស់យើងគេធ្វើការងារឲ្យយើងពេញ 100% យើងត្រូវ pay ឲ្យគេជារបស់យើងដូចគ្នាមិនមែនយើងខាតយើងទៅឲ្យគេខាតជាមួយនឹងយើងដែរទេខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំចង់និយាយថាសូមឲ្យតម្លៃទៅកាន់ supplier គ្រប់គ្នាផងកុំឡាយថាតែគាត់តែបងសំអាងតែឲ្យគឺការងារផងមនុស្សទាំងអស់អត់ទាន់មាន AI ណាជួយទេអត់ទាន់មាន AI ណាជួយស្ទាបពេលឲ្យកូនកំមុំអត់ទាន់មាន AI ណាទៅឡើងចាក់កាយទេអត់មានទេគឺសិតតែប្រើជាងប្រើបងក្រុមការងារទាំងអស់ខ្ញុំសុំនិយាយចឹងហ្មងគឺកូនកំមុំខ្ញុំសុំបញ្ជាក់ដងទៅបងទៀតធៀបការតាមលទ្ធភាពរបស់យើងអត់លោតទេអត់លោតលើសពីឧទាហរណ៍មានតែ20000នេះទៅរៀប50000មាន50000រៀប80000ខ្ញុំសុំសង្កត់ធ្ងន់បន្តិចចង់ focus ទៅលើលុយចំណងដែរយើងទៅគេ50មែនគេមកយើងទៅ25ក៏មានដែរយើងទៅគេ100មែនគេមក2នាក់ចឹងឯងមានកូនមួយទៀតគេចង់50អីក៏មានដែរព្រោះតែផ្នត់កំណត់គេគិតថាគឺគេមកចូលរួមដើម្បីជាអ្នកដឹងលើអាចនិយាយបានថាអីគេជាសាក់សីជាកិត្តិយសអញ្ចឹងណាហើយអ្នកខ្លះគាត់ចងដៃគាត់មើលទៅលើការរៀបចំទៀតមហូបមិនដែរវាក៏មិនដែរហងគេមិនដែរឧទាហរណ៍ឃើញហងរៀងស្អាតតិចទៅនឹងចង់លើទៅតែអ្នកខ្លះអត់ទេគាត់នៅតែចងលក្ខណៈផ្នត់កំណត់គាត់គឺថាមកប៉ុណ្ណាទៅវិញប៉ុណ្ណឹងឧទាហរណ៍ថាការមកយើងម្នាក់ចង50ទៅពេលទៅវិញ2នាក់ទៅចង100អញ្ចឹងទៅនិយាយទៅគេមានមកតែអ្នកខ្លះអត់ទេអ្នកខ្លះមកចងដៃទៀតប៉ុន្តែខ្ញុំក៏សុំគិតថាកុំឲ្យគិតថាគេជាពាក់ចំណងដែរអសោះព្រោះអីយើងទៅយកចងដៃគេញ៉ាំដែរទេមហូបលើថ្លៃណាមកតោះឥឡូវក៏180 200 250 220អញ្ចឹងណាហើយកម្មវិធីឥឡូវក្រុម20000អីដូចបារៀបអញ្ចឹងកុំ focus លើលុយចំណងដៃពេកគឺត្រូវតែមានលុយស្គាល់នៅខ្លួនដើម្បីអីទូទាត់ឲ្យគេជាការសំណូមពរតែប៉ុណ្្នឹងទេកូនកំមុំហើយក៏សូមជូនពរឲ្យកូនកំមុំកូនកន្លោះនិយាយទៅ price to be អីចឹងណាក្រុម to be ឲ្យមានតែសុភមង្គលហើយយល់ពី supplier ផងព្រោះអីអ្នកទាំងអស់គ្នាសិតតែដាក់ចិត្តដាក់កាយមកធ្វើការដឹងហើយថាងើបទល់ភ្លឺអ្នកខ្លះគឺការងារទល់ភ្លឺអ្នកខ្លះគឺងើបទៀតភ្លឺងើបកណ្ដាលយប់ដើម្បីមកធ្វើការងារអស់ទាំងហ្នឹងអរគុណ